Okay, let's start ចឹងមកដល់ត្បូងនៅពេលដែលយើងបើក Pocket Tester ត្បូងយើងត្រូវ set router ទាំងពីរហ្នឹង router យើងត្រូវ set ទាំងពីរតមកយើង set ទៅលើ switch ចាប់ switch យកមកដាក់មកហើយវាមាន router 2 switch 2ហើយនឹង PC 3ចឹង PC 1អានេះ admin ហើយអានេះ PC ដល់ brand ចឹងហើយបន្ទាប់ពី set ហើយអស់ហើយចាប់ផ្ដើមហូតខ្សែចឹងខ្សែមួយសេរី router ពីមួយទៅមួយត្រូវមើលហើយត្រូវចាំមួយខ្សែវាមួយចឹងដើម្បីងាយស្រួលយើងបើក port សិនដើម្បីមើលខ្សែពីខ្សែមួយដែលយើងរត់ពីខ្សែមួយទៅខ្សែមួយអញ្ចឹងបន្ទាប់មកអីដែលត្រូវធ្វើបន្ទាប់យើងបើកទៅលើ config ពេលដែលយើង config ហើយខ្ញុំបានដាក់នៅក្នុង document ហើយអញ្ចឹងមើល config ហើយបន្ទាប់មកយើងចូលមកtest pin ពី admin PC ទៅ brand អញ្ចឹងបន្ទាប់មកពេលដែល test admin PC ទៅ brand អញ្ចឹងយើងហើយដែលយើងត្រូវ check មើលគឺ check មើលទៅលើ IP ដែលយើងបាន config ពី router ហើយនឹង switch អញ្ចឹងវាយ IP យើងចូលមក test pin ពី admin ទៅ brand អូខេចឹង success វា apply ហើយបន្ទាប់មកទៀតយើង test admin សាកមួយទៀតសាក admin ពី brand មួយទៅ brand មួយទៀតអានេះដូចជានៅ HQ PC អូខេអញ្ចឹងបើវាអូខេប៉ុណ្ណឹងអញ្ចឹងចំណុចមួយទៀតដែលអ្នកទាំងអស់គ្នា complete ដូរពី Starlink Stick ទៅ HDCP ផងចំណុចហ្នឹងនៅពេលដែលយើងឲ្យពេលដែលយើង config IP ហើយអូខេវីដេអូមានប៉ុណ្ណឹងអរគុណ